ជម្រាបសួរកូនៗទាំងអស់គ្នាវិលត្រឡប់មកជួបលោកគ្រូម្ដងទៀតហើយនៅថ្ងៃច័ន្ទនេះតើកូនៗទាំងអស់គ្នាសុខសប្បាយជាទេអរគុណព្រះអង្គទានទាំងសុវត្ថិភាពនិងសុខភាពរបស់កូនបណ្ដោយហាក់រៀនចឹងថ្ងៃនេះជួបជាមួយលោកគ្រូនៅមុខវិជ្ជាគណិតវិទ្យាមេរៀនទី2ប្រភេទចឹងគ្រូមានចំណោទមីងរឹមមីងរីបពុះត្រសក់ស្រូវជា8ចំណែកស្មើគ្នាគាត់ឲ្យត្រសក់ស្រូវទៅកូនទី1គាត់3ភាគទៅកូនទី1 3/8ហើយ4/8ទៅកូនទី2តាមមីងរីមគាត់នៅសល់ត្រសក់ប៉ុន្មានមានន័យថាកន្លែងហ្នឹងគាត់មានកូន2នាក់ហើយកូនទី1គាត់ឲ្យ3/8មានន័យថា3ចំណិតហើយកូនទី2គាត់ឲ្យ4ចំណិតនៃការដែលគាត់ពុះ8ចំណិតហ្នឹងមានន័យថាត្រសក់អញ្ចឹងត្រសក់របស់គាត់គឺគាត់នេះគឺគាត់ពុះជា8ចំណិតកូនឃើញអត់អញ្ចឹងចំណិតចំណិតនេះចំណិតទី1ចំណិតទី2ចំណិតទី3ចំណិតទី4ចំណិតទី5ចំណិតទី6ចំណិតទី7ចំណិតទី8អញ្ចឹងក្នុងមួយចំណិតហ្នឹងគាត់ពុះស្មើគ្នាបន្តមកទៀតគាត់ចែកឲ្យកូនរបស់គាត់កូនទី1ទទួលបាន3ចំណិតនៃ8ចំណិតហ្នឹងហើយកូនទី2ទទួលបាន4ចំណិតនៃ8ចំណិតហ្នឹងហើយអ្វីដែលគាត់នៅសល់គឺគាត់នៅសល់តែមួយទេអញ្ចឹងដើម្បីកណនាប្រមាណវិធីនៅក្នុងនៅលើតាគីនេះបានកូនត្រូវយកនេះកូនត្រូវយកមានន័យថាកូនត្រូវយកកូនទី1បូកជាមួយកូនទី2ចំណិតដែលគាត់ទទួលបានហ្នឹងដែលកូនទី1ទទួលបាន3ចំណិតហើយកូនទី2ទទួលបាន4ចំណិតអញ្ចឹងសរុបទាំងអស់ទទួលបានប៉ុន្មានចំណិតអញ្ចឹងយើងទៅកណនានៅលើហ្នឹងទៅពេលដែលយើងឃើញហើយយើងយកមកដកហ្នឹងចំណិតសរុបទៅឃើញនៅសល់ហើយអញ្ចឹងគឺយក3/8បូកនឹង4/8អញ្ចឹងកូនយក3បូកមកយើងសរសេរទី2គឺយើងសរសេរវាជាពាក្យបាញ់រួមអញ្ចឹងតមកកូនបូកមក3បូកជាមួយនឹង4ស្មើនឹង7 8រក្សាទុកនៅដល់ដែរអញ្ចឹងឃើញ7/8អញ្ចឹងមានន័យថាកូនទី1និងកូនទី2គឺគាត់ទទួលចំណិតត្រសក់ហ្នឹងគឺ7ចំណិតបាត់ហើយនៃភាគ8ដែលយើងពុះហ្នឹងចុះតើគាត់នៅសល់ប៉ុន្មានអញ្ចឹងយើងយក7/8ដកនឹង8ហ្នឹងទៅអញ្ចឹងយើងសរសេរជាភាគបាញ់រួម8ដកនឹង7ស្មើនឹង1/8អញ្ចឹងដោយរូបរបស់លោកគ្រូបានបង្ហាញអញ្ចឹងគឺឃើញតែ1/8ទេអញ្ចឹងបន្ទាប់ពីកូនកណនាប្រមាណវិធីហើយអញ្ចឹងកូនត្រូវស្រង់ចម្លើយដាក់តែម្ដងមិនបាច់សរសេរម្ដងទៀតទេគឺសរសេរចម្លើយយកតែម្ដងអញ្ចឹងអានេះគឺស្មើនឹង7/8ហើយយក7/8ដកនឹង8/8ឃើញ1/8បាទអញ្ចឹងកូនឆ្លើយថាមកឆ្លើយថាមានវិញនៅសល់ត្រសក់ស្រូវ1/8បាទវីដេអូរបស់គ្រូមានតែប៉ុណ្្នឹងទេសូមបងប្អូនត្រឡប់ទៅផ្ទះវិញកុំឲ្យឆ្លៀតភាពអរគុណសូមអរគុណទៀតផង